สุดท้ายบอกพูดต่อគ្នាงั้นมุดធ្វើការចេញប្លង់ទុំបាសខ្ញុំទៅសេជាប្លង់ណាប្លង់គេហៅ diagram ណា diagram នេះ diagram ដូចបងប្អូនមិនឃើញស្រាប់នេះគឺជា diagram ដែលបងប្អូនខ្លះកែកគ្នាថាយក brand របស់គេមកធ្វើយកអីរបស់គេឥឡូវបងប្អូនមកមើលនេះដែលខ្ញុំប្រាប់បងប្អូនឲ្យយល់ថ្ងៃនេះណាឲ្យយល់ថ្ងៃបងប្អូននឹងយល់ឲ្យថាគេចេញប្លង់បែបម៉េចឡូវចូលមកសាច់រឿងរបស់យើងណានេះក៏ខ្ញុំគូ diagram ឲ្យបងប្អូនមើលត្រុសឲ្យបងប្អូនបានឃើញនេះគឺបងប្អូនឃើញស្រាប់ហើយនេះគឺ parameter ដែលខ្ញុំដែលនិយាយដែលទី1គឺយើងត្រូវរកអា parameter នេះ parameter មិននេះគឺ parameter របស់វាបងប្អូននេះរបស់ Opel របស់ក្រុមហ៊ុនគេត្រូវតែមានឲ្យយើងបានដល់ parameter ដល់ហើយនេះ parameter នេះលេខរបស់វានេះលេខរបស់វាបងប្អូនលេខ parameter យើងត្រូវយើងយកទៅដាក់ណាយើងយកទៅដាក់ចូលក្នុង program ណាដល់ទី2គឺយើងដាក់ចូលក្នុង program នេះ program មាន2យ៉ាង Win ខ្ញុំប្រើអានេះឯងខ្ញុំប្រើ Win ISD នេះឯងខ្ញុំចូលចិត្តប្រើដែលខ្ញុំស្ថិតជំនាញអារឿងនេះគឺខ្ញុំយកប្រើហើយ program មួយទៀតគឺ program Bass Box Pro បងប្អូន load បានក៏ជួនកាលយើងអាចទិញវាណាយើងអស់លុយហើយបងប្អូនចេះរកអាបើខ្ញុំលែងនៅឲ្យទិញរបស់ free ទៅទិញរបស់នេះទៅរបស់ scene ទៅរបស់ free ជួនកាលវាមានមេរោគមានអីទៅធ្វើឲ្យកុំព្យូទ័រយើងបាត់ណាបាត់បង់កម្មវិធីអីផ្សេងទៀតណាម្ល៉េះហើយសម្ងាយចូលវាច្រើនណាតាមអនឡាញយើងត្រូវប្រយ័ត្នណាបើយល់អឲ្យបងប្អូនទិញប្រើណារួចដល់ពេលនេះយើងបានហើយណាដល់ពេលយើងបានបញ្ចូលក្នុង program 2នេះស្រេចបងប្អូនបញ្ចូលបងប្អូនស្ទើរជំនាញ program មាន program មួយណាបងប្អូនបញ្ចូលអាលេខ parameter ក្នុង program 2នេះហើយដល់ចូល program 2នេះហើយក្នុង program 2នេះវាគណនាឲ្យយើងណាគណនាឲ្យយើងថាត្រូវចង់បានសម្លេងបាសធ្ងន់បាសស្រាលបាសធូរបាសតឹងបាសបែបម៉េចឲ្យបាសដេតបាសលឺឆ្ងាយបាសអីគឺនៅលើយើងចេញប្លង់នៅលើ program 2នេះស្រេចបងប្អូនបរិមាត្រនិងពងខ្យល់វាបងប្អូនធ្វើឲ្យត្រូវក្នុង parameter បានត្រូវអស់ហើយបានបងប្អូនចូលមក program design ណា program design 2 program បងប្អូនណាស្ទើរជំនាញអា AutoCAD នេះអាគូប្លង់ផ្ទះហ្នឹងនេះគឺគូប្លង់បាសឡើងដូចគ្នាតែខ្ញុំស្ទើរជំនាញធម្មតានេះ SketchUp នេះគឺខ្ញុំយកអា SketchUp នេះណា SketchUp គឺខ្ញុំយកមកប្រើធម្មតារួចយើងបានប៉ុណ្ណេះហើយណាយើងឆ្លងកាត់តាមលំដាប់ដោយបានអស់ហើយយើងគណនាអន្តបរិមាត្រអស់ហើយចូល program design ដល់ design ចេញជារូបរាងហ្មងនេះគឺរូបរាងគឺ design រួចហើយណា design រួចហើយណាឃើញបងប្អូន design រួចគ្រប់យ៉ាងយើងចង់ធ្វើរូបរាងបែបម៉េចក៏ដោយណាយើងចង់ធ្វើរូបរាងបែបម៉េចក៏ដោយស្រាញ់យើងទៅឡោះហើយយើងអត់មានប៉ះពេលកម្មសិទ្ធិអ្នកណាទេគឺយើងយកមកប្រើការខ្លួនយើងប្រយណាយើងគូប្លង់បែបម៉េចក៏ដោយហើយក្នុងប្លង់ដែលយើងគូនេះណាមិនមែនគូព្រាវទេណាយើងគូតាមដែលយើង design តាមណាតាម program ដែលយើងគណនាមិនបងប្អូនខ្លះទិនយល់នេះបងប្អូនគណនាមួយដែល Opel វាទទួលបែបយ៉ាងម៉េចណាមានច្រើនបងហើយយកនឹងប៉ះកម្មសិទ្ធិរបស់គេឃើញបងច្រើនណាស់បងអានេះអីធុងបាត់អានេះធុងបើខ្មែរយើងថាធុងលៀតអានេះ order for អានេះ order 6បងប្អូនឃើញនេះសរសេរ order 6បងប្អូនឃើញនេះ order for មានអីខ្លះធ្វើ bo bv អីនេះគឺសត្វឲ្យតែមានពងចលបើកមួយបិទមួយគឺសត្វតាបើបងប្អូនមើលរូបរាងចឹងហ្នឹងនេះបងប្អូនមើលរូបខ្ញុំដាក់សញ្ញាព្រួយបងប្អូនមើលទាំងអស់គ្នាណាបងប្អូនត្រូវយល់អាចំណុចនេះផងណាឲ្យតែមានពងចលបិទមួយបើកមួយណាពងចលបិទនេះអានេះបិទគេបិទចិត្តមួយបើកពងចលមួយគឺ order for បើកទាំងពីរខាងមុខខាងក្រោយក៏មានខាងមុខក៏មានពងចលបើកទាំងមុខនិងក្រោយ order 6អាបិទនេះអាធុងលៀតដូចយើងនេះគេហៅ bus reflect អានេះគេហៅsol ស្អីនេះ
silate នេះគេហៅ silate បងប្អូនឃើញណាអានេះគេហៅ bass fall ស្អីនេះបាញ់បងប្អូនតែភាគច្រើនគឺយើងគណនានេះមួយគេគណនាភាគច្រើននេះគឺភាគច្រើនផុតអានេះរួច order 6នេះវារៀងពិបាកបន្តិចរួច order 8 order 8ទៀតណារួចមានអាកំពុងចលនេះបងប្អូន horn នេះគេហៅ horn កំពុងចលបងប្អូនច្រើនយ៉ាងរួចហើយលក្ខណៈទាំងអស់នេះណាលក្ខណៈទាំងអស់នេះយើងគណនាក្នុងប្រូក្រាមយើងគណនាធុងមួយណាយើងគណនាធុងមួយណាអានេះយើងត្រូវដឹងគឺដឹងតាំងពីអានេះអត់ទាន់និយាយទេអានេះលុបចូលសិននេះយើងដែលត្រូវដឹងមុនគេដំបូងគេដែលយើងត្រូវដឹងគឺដឹងតាំងពីប្រូក្រាមនេះតាំងពីប្រូក្រាមនេះប្រូក្រាម2នេះតើយើងគណនារូបមន្តមួយណាកាលណាតាំងពីយើងគណនារូបមន្តធុង order 6ដល់ពេលយើង design រូបរាងគឺនេះ order 6នេះក៏ order 6ណាអានេះមានពុកចោលមុខក្រោយក៏ order 6ដូចគ្នាម្ល៉េះហើយយើងគណនាចេញតាំងពីប្រូក្រាមនេះយើងដឹងតាំងពីប្រូក្រាមនេះហើយរូបរាងស្រេចយើងធ្វើឲ្យតែមានពុកចោលមុខមួយក្រោយមួយយើង design រូបរាងបែបបាច់គឺស្រេចយើងទៅរួចធុងមួយអបលឺ2គឺយើងត្រូវគណនាចេញតាំងពីប្រូក្រាមនេះទាំងអស់នេះតាំងពីដំបូងនេះគឺបានផ្លាមីទ័រមកពឹបចូលប្រូក្រាមនេះពឹបយើងត្រូវដាក់ធុង1ធុង2គឺនៅលើប្រូក្រាមនេះរួចអាប្រូក្រាម design នេះយើងស្រេចយើងទៅ design អបលឺ2គឺយើង design 2នេះ design 2យើងចេញប្លង់មួយក៏យើង design អបលឺមួយណាម្ល៉េះហើយវាមានទំនាក់ទំនងតាំងពីប្រូក្រាមចេញប្លង់នេះ2នេះគឺប្រូក្រាមចេញប្លង់នេះម្ល៉េះហើយយើង design រូបរាងបែបម៉េចស្រេចយើងទៅ design រូបរាងខ្លួនឯងហើយយើងដាក់ brand ខ្លួនឯងហើយអ្នកផ្សេងមកថាយើងគឺអត់បានទេព្រោះអីយើងធ្វើដោយផ្ទាល់ដៃខ្លួនឯងណាទៅធ្វើដៃម្ល៉េះហើយបងប្អូនណាដែលថាមានគេថាកម្មសិទ្ធិរបស់គេអានេះគេធ្វើអានេះបោះគេធ្វើតាមគេថាអីបងប្អូនមកធ្វើដូចខ្ញុំចេះបងប្អូនចេះមានកុំព្យូទ័រមួយបងប្អូនធ្វើដូចខ្ញុំចេះហើយគណនាយកខ្លួនឯងហើយចង់បញ្ចប់បងប្អូនមក design រូបរាងបោះខ្លួនឯងបរយដូចខ្ញុំ design ឲ្យឃើញរាល់ថ្ងៃណា design ឲ្យឃើញរាល់ថ្ងៃគឺអត់ខ្ញុំអត់ប្រកាន់អីថាបោះនេះណាបោះនេះដែរគឺបងខ្ញុំ design ដោយផ្ទាល់ខ្លួនឯងខួរក្បាលខ្ញុំផ្ទាល់ខ្ញុំគិតតែកែច្នៃពីដើមរបស់គេតិចហើយគឺខ្ញុំគណនាចេញពីប្លង់របស់ខ្ញុំទាំងអស់ខ្ញុំចូលពីអបលឺគឺលឺរបស់ខ្ញុំទាំងអស់ហើយអត់ដូចគេទេអា graphic អាពួកនេះគឺអត់ដូចគេទេនេះជាងកូននេះក្រាបនេះគឺខ្ញុំធ្វើឲ្យខុសពីគេតើខុសគេបើថាគេប្រកែកថាខ្ញុំលួចបោះគេយកមកប្រើមកធ្វើអីពេលនោះចាំយើងទៅឡើងក្តីគ្នាឡើងតុលាការទាំងអស់គ្នាណាព្រោះអីខ្ញុំធ្វើខ្ញុំមានផុសតាងទាំងអស់ហើយខ្ញុំមានផុសតាងតែពីឡើងតុលាការគឺផុសតាងចែដូចខ្ញុំធ្វើខ្លួនឯងចឹងគឺខ្ញុំធ្វើខ្លួនឯងទាំងអស់ខ្ញុំអត់បានលួចបោះនេះណាខ្ញុំអត់បានយកបោះនេះណាម្ល៉េះហើយអ្នកណាដែលថាខ្ញុំលួចបោះគេយកមកប្រើលួចរូបមន្តគេយកមកអីណៃគឺអត់ទេគឺខ្ញុំធ្វើដោយផ្ទាល់ម្ល៉េះហើយអ្នកឯងដែលថាចោតដូចថាខ្ញុំធ្វើធុងអីមួយធ្វើអីមួយរូបរាងប្រហាក់ប្រហែលគ្នាថាខ្ញុំយកបោះគេមកធ្វើនេះឯងឡើងតុលាការច្បាស់ជាចាញ់ខ្ញុំអានេះគឺយើងធ្វើអីឲ្យមានការបញ្ជាក់ផុសតាងច្បាស់លាស់និយាយចំគឺផុសតាងយើងនិយាយតែមើលគឺគេអត់ជឿយើងទេណាបងប្អូនត្រូវចាំឲ្យច្បាស់ណាយើងនិយាយតែមើលគឺចាញ់គេហើយបើយើងអត់មានផុសតាងគឺចាញ់គេហើយម្ល៉េះហើយដូចខ្ញុំនេះខ្ញុំមានផុសតាងទាំងអស់ខ្ញុំសេវទុកខ្ញុំធ្វើប្រមាណគឺខ្ញុំសេវទុកទាំងអស់ដល់ពេលខ្ញុំយកទៅប្រើបើថាគេថាខ្ញុំយកបោះគេមកប្រើបោះនេះមកប្រើរូបមន្តរបស់នេះនោះប្រើដល់ពេលនោះបើថាចង់ឈ្នះចាញ់គ្នាគឺឡើងតុលាការដល់ពេលឡើងតុលាការគឺខ្ញុំភាពផុសតាំងអស់គឺផុសតាំងខ្ញុំធ្វើខ្លួនខ្ញុំទាំងអស់បើនេះឯងអត់ផុសតាំងនឹងនេះឯងនិយាយតែមើលទេគឺចាញ់ខ្ញុំណាហើយคลิปនេះក៏សូមមកណែនាំបងប្អូនណាដែលថាមានចំណាប់អារម្មណ៍រឿងនេះក៏មានចម្ងល់អីបងប្អូនមកសួរបន្ថែមបានណាคลิปនេះក៏សូមបញ្ចប់ទៅត្រឹមនេះសូមជម្រាបលាបងប្អូនទាំងគ្នា